ជាសួរខ្ញុំសារាវុធនូងអឿនជាប្រធានគណៈបក្សសាធារណរដ្ឋកម្ពុជាសូមជម្រាបសួរទាំងអស់គ្នាពីចម្ងាយថ្ងៃនេះខ្ញុំសូមធ្វើសេចក្តីរាយការណ៍ពីចំនួនប៉ុលពតឆ្នាំ1975រហូតដល់1979ស្ដីអំពីតើហេតុអ្វីណាតើហេតុអ្វីនិស្សិតចំនួនលន់នល់ដែលរស់ក្នុងចំនួនប៉ុលពតនោះក្នុងរយៈពេលនោះបានរស់រៀនមានជីវិតហើយបានបាយស៊ីគ្រប់គ្រាន់ណាបានធ្វើបាតកម្មសុំការប្តីប្រពន្ធហើយវាបានធ្វើបានយ៉ាងដូចនេះមែនគឺការម្ដង100គូ500គូ1000គូណាគ្រប់ខេត្តគ្រប់តំបន់នេះខ្ញុំសូមជម្រាបឲ្យបានច្បាស់ខ្ញុំសារាវុធនេះឯងជាអ្នកចាប់ផ្ដើមណាក្នុងចំនួននោះពីរឿងនេះខ្ញុំជាអ្នកសង់គឺអ្នកសង់រោងចក្រទេខ្ញុំជាអ្នកបង្កើតរោងចក្រក្នុងចំនួនប៉ុលពតខ្ញុំជម្រាបឲ្យច្បាស់ខ្ញុំសារាវុធនេះបានវាឲ្យកងទ័ពក្នុងមួយខេត្ត500នាក់មកឲ្យជាជំនួយការរបស់ខ្ញុំដើម្បីបង្កើតរោងចក្រធ្វើឡានតែម្ដងធ្វើឡាននេះខ្ញុំជាពោធិ៍សាត់ដែលខ្ញុំចាប់ដើមមកគេណាពោធិ៍សាត់ដែលខ្ញុំចាប់ដើមស្រាវជ្រាវណាដើរស្វែងរកដើរប្រមូលផ្ដុំនិស្សិតទាំងអស់ឲ្យបានស្មើយ៉ាងតិចដល់ឲ្យបានស្មើណានឹងទៅហ៊ានដែលវាបកគលឲ្យខ្ញុំមកជាជំនួយការរបស់ខ្ញុំឲ្យមកធ្វើការជាមួយខ្ញុំមានសម្បត្តិពេញទីក្នុងចំនួននោះដើរទៅណាគឺវាទទួលដូចជាស្ដេចចឹងខ្ញុំសូមជម្រាបច្បាស់ខ្ញុំមិនមែនមានទ័ពទេតែខ្ញុំជាមេទ័ពកម្ពុជារបស់វាមកណាមួយខេត្តខ្ញុំមានទ័ពដល់500នាក់ណាខ្ញុំសូមជម្រាបឲ្យច្បាស់ខ្ញុំមិនមែននិយាយលេងទេនេះខ្ញុំហើយសារាវុធនោះគឺតែម្នាក់ឯងគាត់ដែលចាប់ដើមរឿងនេះខ្ញុំសូមជម្រាបឲ្យច្បាស់បងប្អូនពេលនោះហើយនិស្សិតទាំងអស់ដែលខ្ញុំប្រមូលបានខ្ញុំដើរប្រមូល3ខែក្នុងខេត្តពោធិ៍សាត់មុនគេបងអស់គឺបានប្រមូលបានមែនទាំងអស់និស្សិតទាំងអស់ក្នុងចំនួននោះមកកំប៉ុងប្រហែលជា80នាក់75ទៅ80នាក់ណាខ្ញុំដើរប្រមូលមកឲ្យចូលរួមខេត្តទាំងអស់ចូលខេត្តទាំងអស់គ្មានអ្នកណាយល់ទេខ្ញុំអ្នកដើរប្រមូលខ្ញុំអ្នកទៀមទានៅពេលនោះគឺថាបើទៅហ៊ានអ្នកឯង500នាក់គឺខ្ញុំត្រូវការនិស្សិតពួក17ឲ្យស្មើនឹងចំនួនទើបខ្ញុំធ្វើការជាមួយពេលការសំណូមពរនោះគាត់ថាវាដឹងថាខ្ញុំទៀមទាប៉ុណ្ណាវាបោកក្របបែកសឹងតែងាប់ខ្ញុំមុខសាលាខេត្តពោធិ៍សាត់បានទៅហ៊ានដែលជាកងអំណាចរបស់ខ្ញុំដែលជាជំនួយការចាប់ខ្ញុំបុកខ្ញុំទម្លាក់ស្ទឹងពោធិ៍សាត់មុខខេត្តហ្នឹងនេះកុំអីខ្ញុំងាប់បាត់វាបោកក្របបែកមុខហ្នឹងហើយនិស្សិតទាំងអស់ដែលខ្ញុំបានប្រមូលបានចូលក្នុងរួយការបានបាយស៊ីមុនដំបូងគឺម្នាក់ស៊ីតតែចង់តតែងាប់អ្នកខ្លះណាខ្ញុំសូមជម្រាបឲ្យច្បាស់នេះមិនមែននិយាយលេងទេនេះជាការពិតដែលខ្ញុំធ្វើឲ្យបានច្បាស់លាស់ក្នុងចំនួននោះណាពេលនិស្សិតបានបាយស៊ីហើយណាវាស៊ីម្នាក់ចូលងាប់ហើយបានបាយស៊ីហើយណាក្រោយមកវាបានប្រមូលគ្នាណាបង្កើតជាបាតកម្មណាធ្វើជាបាតកម្មសុំការប្រពន្ធនេះសុំជម្រាបពោធិ៍សាត់មុនគេមុខគេតែភ្លើងគឺបាតកម្មមុនគេហើយក្នុងចំនួនពលគ្មានអាណាឲ្យយើងបាតកម្មទេតែឯបាតកម្មគឺបាញ់ចោលទាំងអស់គឺអារុនសួស្ដីអាសរ៉ាត់អឿនអាពងកែវពងអឿនដែលអ្នកចាប់ផ្ដើមគេថាប្រមូលគ្នាធ្វើបាតកម្មប៉ុណ្ណនោះមួយចំនួននោះប្រមូលនិស្សិតទាំងអស់ទាំងស្រីទាំងប្រុសនិស្សិតដែលពួកចំនួន7បោះលឿនដល់ធ្វើបាតកម្មចំនួននោះណាវាបាញ់ចោលទាំងអស់ខ្ញុំថាអាណាហ៊ានបាញ់អញឲ្យតែហ៊ានឲ្យបាញ់ក្បាលឲ្យក៏ដួយម៉ែឲ្យចុយម្លាយឲ្យយះក្បាលវិញអាណាហ៊ានបាញ់និស្សិតធ្វើបាតកម្មហ៊ាននេះហើយខ្ញុំអ្នកអាងឈោកាងតែមកខ្ញុំមិនមែននិយាយលេងទេគ្មានអាណាហ៊ានងើបមុខមួយទេគ្មានអាណាហ៊ានមកជួយខ្ញុំមួយទេខ្ញុំធ្វើតែឯងគាត់ចំនួននោះហើយខ្ញុំធ្វើបានសម្រេចមែនទាំងអស់ប្រមូលបាននិស្សិតឲ្យបានបាយញ៉ាំចូលរីរួមខេត្តវិញណាហើយបានមកបានជួយធ្វើបាតកម្មឲ្យបានសម្រេចមែនแล้วការប្រពន្ធវាចាប់ការម្ដង100គូ1000គូណាទៅគ្រប់ខេត្តវាចាប់ឡើងហើយទាំងអស់ប្រមូលតាមគ្រប់ខេត្តទាំងអស់និស្សិតទាំងអស់ប្រមូលចូលខេត្តទាំងអស់ឲ្យខ្ញុំទាំងអស់តាំងពីកំពង់សោមតាំងពីកំពង់ស្ពឺរហូតដល់កំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងទាំងអស់គឺប្រមូលឲ្យខ្ញុំហើយនេះខ្ញុំសូមជម្រាបឲ្យបានច្បាស់ខ្ញុំមិនហើយជាអ្នកប្រមូលអញ្ចឹងខ្ញុំអ្នកជាអ្នកធ្វើម្នាក់ឯងគាត់ណាខ្ញុំហ៊ានឈរមកចំនួនហ្នឹងគឺ